មកប្រភេទនេះល្អមែនតើហ្មងបងប្អូនចំពោះបងប្អូនចង់បានស្បែកមុខភ្លឺថ្លាម៉ត់រលោងជួយផ្ចិតរុនយ៉ាអាចសាកជាមួយនឹងម៉ាស់នេះបានគ្រឿងផ្សំអត់មានអីច្រើនទេណាមានតែពេញប៉ោះមួយផ្លែម្សៅអង្ករ2ស្លាបព្រានិងទឹកដោះគោឆៅបងប្អូនអត់មានម្សៅអង្ករទេបងប្អូនអាចដាក់អង្ករយើងធម្មតាក៏បានដែរបន្ទាប់ពីបងប្អូនដាក់គ្រឿងផ្សំនឹងចូលគ្នាហើយបងប្អូនយកទៅដាក់នៅលើភ្លើងណាបងប្អូនដាក់នៅលើភ្លើងកូរវាតិចតិចទេបងប្អូនហើយភ្លើងបើកតិចតិចបានណាបងប្អូនកុំបើកច្រើនពេកបើកខ្លាំងពេកហ្នឹងវានឹងខ្លោចលើយបងប្អូនដាក់ភ្លើងតិចតិចហើយកូរវាឲ្យម៉ត់ឲ្យលួយបែបនេះហើយបងប្អូនយកវាមកកិនក៏បានមកក្លុកក៏បានដែរឲ្យម៉ត់បែបនេះហ៎បងប្អូនអានេះគឺខ្ញុំធ្វើច្រើនគឺខ្ញុំទុកបិទរាល់ថ្ងៃដោយសារតែម៉ាស់នេះគឺល្អមែនតើហ្មងណាបងប្អូនចំពោះស្បែកមុខយើងណាពេលដែលខ្ញុំចង់បិទវាគឺខ្ញុំដួសវាមកស្លាបព្រាបែបនេះហ៎បងប្អូនលាយជាមួយនឹងទឹកឃ្មុំបន្តិចមកហើយយើងយកមកបិទនៅលើផ្ទៃមុខទុករយៈពេល20នាទីបងប្អូនហើយខ្ញុំបញ្ជាក់ប្រាប់បងប្អូនម៉ាស់នេះគឺបងប្អូនអាចបិទរាល់ថ្ងៃបានណាបងប្អូនធ្វើច្រើនទៅដាក់ចូលនៅក្នុងទូទឹកកកទៅទុកបានរយៈពេល2សប្តាហ៍ដែរបងប្អូនសម្រាប់យើងបិទនៅលើផ្ទៃមុខគឺល្អមែនតើកាន់តែបិទកាន់តែស្អាតធ្វើឲ្យមុខយើងភ្លឺថ្លាតឹងរលោងពីខាងក្នុងហ្មងបងប្អូននិយាយទៅគឺខ្ញុំស្រឡាញ់មែនតើហ្មងចំពោះម៉ាស់មួយនេះណាពេលដែលខ្ញុំបិទហើយខ្ញុំលាងទឹកចេញឃើញស្បែកមុខយើងនឹងទន់នឹងភ្លឺថ្លាតែម្ដងបងប្អូននិយាយមែនគឺស្រឡាញ់មែនតែនហ្មងបងប្អូននិយាយទៅបងប្អូនហើយរបស់ធម្មជាតិបងប្អូនប្រើទៅវាមានប៉ះពាល់អីដល់ផ្ទៃមុខយើងធ្វើឲ្យខូចស្បែកយើងទេដោយសារអីគឺយើងដឹងពីគ្រឿងផ្សំរបស់វាអញ្ចឹងណាបងប្អូនថាវាជំនួយដល់ស្បែកវាប្រើទៅវាមានផលប៉ះពាល់អីក៏អត់អញ្ចឹងណាបងប្អូនស្រឡាញ់ផ្ទៃមុខខ្លួនឯងមែនតែនហ្មងបងប្អូនពេលដែលបិទម៉ាស់នេះហើយ